ការពីមុនជីវភាពខ្ញុំនៅធ្វើស្រែចម្ការជីវភាពរបស់ខ្ញុំគឺវាគាត់បានថាមកភ្ជុំនេះពេលខ្ញុំធ្វើទៅគឺអត់ទៅបានផលជួនណាធ្វើបានថោកអញ្ចឹងខ្ញុំក៏គិតថាយើងបើកហាងបាយហាងកាទៀវលុយខ្ញុំវាមានខ្លះតើយើងបានប្រាក់កម្ចីមកទុកជាមួយរបស់យើងមកនោះបានយើងអាចបើកបានអញ្ចឹងដូចខ្ញុំយកតង់ទី1ខ្ញុំបើកហាងខ្ញុំធ្វើរួងខ្ញុំទិញដីខ្ញុំទិញសម្ភារៈចូលតទៅពេលខ្ញុំខ្ចីហើយខ្ញុំបើកទៅដូចជាមុខរបររបស់ខ្ញុំដូចជាភាពជោគជ័យភ្ញៀវចូលកាន់តែច្រើនទៅវាកាន់តែរីកចម្រើនអញ្ចឹងលុយហ្នឹងយើងអត់ទាន់អស់ទេអញ្ចឹងលុយហ្នឹងយើងសម្រាប់សង្វល់ទៅមកយូរទៅលុយវាកាន់តែកើនខ្ញុំឈានដល់យកតង់ទី2អញ្ចឹងដល់ពេលខ្ញុំយកតង់ទី2ខ្ញុំទិញម្រេចដីថែមហើយនឹងខ្ញុំទិញកញ្ចុះទិញចូលថែមអញ្ចឹងភ្ញៀវកាន់តែច្រើនទៅហើយខ្ញុំយកលុយហ្នឹងគឺខ្ញុំអត់មានយកទៅចាយវាទៅណាទៅប្រាទេគោលការណ៍របស់ខ្ញុំគឺយកមកពង្រីកមុខរបរគាត់ឲ្យលុយយើងមកហើយបើកាលណាបើយើងយកលុយហ្នឹងមិនប្រើប្រាស់ចំគោលដៅហើយយើងចេះតែយកទៅចាយវាប្រេះប្រាស់អញ្ចឹងគឺលុយហ្នឹងគឺអស់ហើយគឺចម្រើនរបស់ខ្ញុំគឺ1ទ្វាជា3យើងសល់លុយកូនចាយកូនរៀនហើយយើងសល់របស់របរយើងថែមទៀត